ប្រិមិត្តបងអូនជនក្នុងគ្រួដែលត្រូវបានខ្លាបានបដិញដេញធាក់និងវាយទាត់ធាក់បណ្ដាឲ្យសន្លប់បាទចិត្ត1នាទីបន្ទាប់ពីវាយបាទសន្លប់ហើយងើបពីសន្លប់តអ្នកព័ត៌មានធ្វើការផ្សព្វផ្សាយបន្ទាប់ពីអ្នកព័ត៌មានធ្វើការផ្សព្វផ្សាយឃើញថាមានកម្លាំងបាទបោះស្រាបានមកយកជនក្នុងគ្រួទៅដាក់ពាក្យបណ្ដឹងបាទបន្ទាប់ពីដាក់ពាក្យបណ្ដឹងឥឡូវបងអូននេះគឺឃើញវីដេអូខ្ញុំធ្វើការផុសទៅគ្នាកើតទុកមិនសុខចិត្តតែបងស្រីបកើតបាទគាត់ថាឈឺចាប់ឃើញវីដេអូហ្នឹងដំបូងគាត់ថាធម្មតាទេបាទដល់ពេលឃើញវីដេអូខ្ញុំធ្វើការផុសគេវាយដំទៅលើបងអូនរបស់គាត់ហ្នឹងគាត់ឈឺចាប់ឥឡូវគាត់រត់មកខ្ញុំម្ដងទៀតហើយបាទចង់ដឹងថាដំណើររឿងតែបងអូនដាក់ពាក្យបណ្ដឹងសសំណងត្រឹម 50000 រៀលហ្នឹងយើងទៅសួរគាត់ទាំងអស់គ្នាបាទជំរាបសួរបងអូនអនឯងជនក្នុងគ្រួក្នុងហេតុការណ៍ការពីយប់មិញហ្នឹងហ៎បាទបងបាទត្រូវបានខ្លាដែលតាំងខ្លួនថាកូនចៅមេ07វាយក៏ដូចជាធាក់ឥឡូវងើបពីសន្លប់វិញណាបន្ទាប់ពីមានការផ្សព្វផ្សាយការពីយប់មិញហ្នឹងឥឡូវការដោះស្រាយបានណាហើយបងដោះស្រាយថារឿងនឹងចាប់តែខ្ញុំអត់ដឹងថាវីដេអូហ្នឹងគាត់វាយខ្ញុំរៀងធូរហ្នឹងបងអត់ដឹងថាខ្ញុំវាយខ្ញុំបកាច់ហ្នឹងព្រោះគាត់ថាគាត់វាយតែម្ដាយស្រាដែរបងដល់ពេលឃើញវីដេអូហ្នឹងគឺឃើញវីដេអូវាយខ្ញុំរៀងធូរឃើញខ្ញុំបកាច់ខ្ញុំអត់សុខចិត្តបងអត់សុខចិត្តវិញទេតែយើងបានទទួលសំណងប៉ុន្មាន 50000បង50000រៀលម្សៅរុក្ខជាតិដើមសមោចពេលនេះមានលក់នៅឱសថស្ថានរុក្ខហ្វាម៉ាឱសថស្ថានសាតប៉ាងចាស់និងមានលក់នៅឱសថស្ថាននេះហើយហើយ50000រៀលណៃចេះយកដែរពេលហ្នឹងគាត់ថាគ្រូសាគេមកពេលហ្នឹងខ្ញុំម្នាក់ឯងហ្នឹងគាត់ថាបញ្ចប់ហ្មងទៅដល់ពេលដោះស្រាយគ្រូសាណៃមកអត់មកបងអត់មកទេពីណាអ្នកហៅណៃទៅធ្វើការដោះស្រាយភ្លាមហ្នឹងបងនេះបងគាត់អ្នកនៅអ៊ីដែនគាត់ថាឲ្យទៅយកទៅប៉ុស្តិ៍ដោះស្រាយពេលហ្នឹងមានឯកសារមិនកិច្ចអត់មានបងមានឯកសារមិនកិច្ចដែរបាទតែយកណៃទៅហ្នឹងហ៎បាទតែសំណងហ្នឹងអនឯងយកហ្នឹងគឺគាត់ថាធម្មតាទេព្រោះអត់ខ្ញុំដឹងថាគាត់វាយខ្ញុំមានខ្លាំងឡើងបកាច់ហ្នឹងតខ្ញុំងើបដេកមកខ្ញុំឃើញវីដេអូបងផុសហ្នឹងបាទខ្ញុំថាគាត់វាយខ្លាំងខ្ញុំអត់សុខចិត្តទេបាទឥឡូវអត់សុខចិត្តហ្នឹងចង់បានអីគាត់អត់ចង់បានគាត់ដាក់ពាក្យបណ្ដឹងវិញក្បាលខ្ញុំត្រូវខ្លាំងហើយខ្ញុំបកាច់តទៅមុខទៀតខ្ញុំអត់ដឹងមិនទេណាអត់ដឹងថាប៉ះពាល់បាទសរសៃប៉ះពាល់មិនទេបាទបាទតែតែលើកទី1ដែលឃើញទស្សនភាពបណ្ដៃបែបហ្នឹងបាទទី1ខ្ញុំពីដើមណៃគឺវាយបងតែទី1ហ្នឹងខ្ញុំចេញធ្វើការថាទៅផ្ទះហ្នឹងទៅដល់គាត់ដេញខ្ញុំយកហ្មងចុះពេលដែលជនបង្កវាយអនឯងហើយដល់ពេលសម្រាប់រួច50000ហ្នឹងវាបោះពាក្យថាម៉េចមើលគាត់ថាក្បាលខ្ញុំហ្នឹងមើលទៅ3 4ធ្នេទេដេមួយធ្នេ10000ហ្នឹងដេមួយធ្នេ10000បាទគាត់និយាយច្បាស់ហ្មងនៅប៉ុស្តិ៍គាត់ថាក្បាលខ្ញុំហ្នឹង3 4ធ្នេទេដេធ្នេ10000ហ្នឹងមិនបងថាឲ្យ10រៀលទៅខ្ញុំពេលហ្នឹងខ្ញុំដឹងដែរថាសុំ5 10ទៅគាត់ថា50000ហើយខ្ញុំពេលហ្នឹងក៏ប្រាប់ថាអូខេហ្មងទៅព្រោះគាត់ថាក្បាលខ្ញុំ3 4ធ្នេដែរហ្នឹងហើយខ្ញុំគាត់ថាមួយធ្នេ10000ហ្នឹងហើយនេះបងស្រីបងណៃបកើតបងស្រីបកើតមើលបងស្រីមកនេះមើលបងសុំជួតិចមើលបងណៃបងស្រីបកើតណាចាបងខ្ញុំបងស្រីគាត់បកើតដល់ពេលដែលឃើញទស្សនភាពវីដេអូដែលបងផុសចេញទៅតើអារម្មណ៍បងណៃគ្រប់គ្រងយ៉ាងម៉េចដែរបងខ្ញុំមានអារម្មណ៍ថាស្រត់ចិត្តហ៎បងស្រត់ចិត្តពីមុនមកដែលឃើញគេវាយបងអូនចឹងអត់ដែរបងក្នុងនាមជាបងស្រីគឺឈឺចាប់ជំនួសបងអូនមកបងណាចាបងហើយពេលដែលបងអូននេះមានរឿងអត់មានប្រាប់បងប្អូនគ្រួសារទេអត់ទេបងដោយសារពេលនេះខ្ញុំធ្វើការខ្ញុំមិនដឹងថាគាត់មានរឿងអីតែពេលខ្ញុំចេញពីធ្វើការបានខ្ញុំដឹងរឿងហើយបានឃើញវីដេអូដែលបងផុសហ្នឹងឯងចាបងអូននឹងលាក់ទៀតតែដំបងចាបងហើយបងអូននឹងមកពីណាបានធ្វើឲ្យកូនខ្លាកូនអីនឹងដេញតាមវាយគាត់ចេញពីធ្វើការបងដោយសារគាត់ធ្វើការយប់បងដល់អញ្ចឹងទៅគាត់ត្រូវចេញធ្វើការទៅផ្ទះគាត់ទៅផ្នែកវិញអូនគាត់ធ្វើខាងកូនកបិតដែរបងខាងកូនកបិតទៀតចាបងហើយចេញធ្វើការមកត្រូវបានកូនខ្លាដេញដល់ចាបងក្នុងនាមណៃជាបងស្រីតើណៃទូចស្នើសុំចង់បានអីឲ្យរកយុទ្ធធម៌សម្រាប់បងអូនណៃខ្ញុំចង់ឲ្យដាក់ពាក្យបណ្ដឹងឲ្យគាត់ម្ដងទៀតបងដោយសារតែអត់អាចមានអំពើហិង្សានៅលើសង្គមចឹងទៀតបានទេដោយសារតែគាត់អត់បានធ្វើអីខុសអីមិនបានត្រូវគាត់ទទួលបានរឿងចឹងចង់ដាក់ពាក្យបណ្ដឹងថាថ្មីហ៎ចាបងដោយសារឃើញវីដេអូមើលទៅវាសាហាវខុសខើវាចាហើយអូននេះយប់មិញអង្គុយក្រោយជាមួយអូនរងគ្រោះតែគេវាយដែរបាទអង្គុយក្រោយគេបាទហើយចុះយប់មិញមិនក៏អត់មកខ្ញុំទៅផ្ទះបងទៅផ្ទះភ័យពេកញ៉ាំទៅផ្ទះម៉ាក់ខ្ញុំហៅខ្លាចគាត់កឹបសោចោលចាពេលហ្នឹងឮថាជូនទៅពេទ្យអណៃមានដឹកអូនទៅពេទ្យអត់ទេគាត់ថាឲ្យជីតាមគាត់មកគាត់នាំទៅពេទ្យដល់ហើយគាត់ជីដល់ត្រឹមមុខបន្តិចហ្នឹងផុតទៅគាត់អត់ដេញខ្ញុំទៅវិញប្រហែលថានាំគ្នាឲ្យទៅពេទ្យដេកក្បាលខ្លួនឯងទៅទៅនិយាយចឹងហ្មងបាទចាអូនហ្នឹងគាត់ទៅចរិតវាឆ្លើយហ្មងបងប្អូនយើងបាទនិយាយvớiយើងចេះតែពេលទៅនិយាយមកអូននោះផ្សេង
ឥឡូវថា50000ក្បាលឯងមួយថ្ងៃ10000ទេជួយបាទសង្ឃឹមថាអាយដាមជួនរិនលោកនឹងធ្វើការរឿងនេះជាពិសេសបាទអាយដាមអសសខាហើយអាយដាមជួនរិនបាទសូមផ្ញើវីដេអូនេះផងបងអូនហើយឮថាចុះម្ដាយឪពុកអាអូនទៅណាម្ដាយ ដល់គាត់បែកបាក់គ្នាបង ចុះម្ដាយឪពុកអូនឯងបែកបាក់គ្នាហើយ ចាបង អញ្ចឹងសប្តាហ៍ថ្ងៃរស់នៅណាវិញរស់នៅជាមួយណាគេវិញ អូននៅមួយយាយហើយមួយម៉ែ រស់នៅជាមួយយាយនិងម៉ែទេអត់មានម្ដាយឪពុកទេ មានគ្រួសារយ៉ាងខ្លួនបងប៉ុន្តែម៉ាក់ខ្ញុំសប្តាហ៍ថ្ងៃគាត់នៅផ្ទះមួយខ្ញុំប៉ុន្តែប៉ាខ្ញុំគាត់មានគ្រួសារផ្សេង ម៉ាក់អូនរាល់ថ្ងៃរស់នៅជាមួយឯង ចា តែប៉ាអូនមានគ្រួសារផ្សេងហើយមើលមីងជំរាបសួរអ្នកមីងសុំចូលតិចមើលបាទអ្នកមីងរបស់អូនដែលគេវាយយប់មិញហ្នឹងហ៎ យាយទៅ អត់ត្រូវជាយាយហ៎ ចាចា ហើយឮថាមើលចៅតាំងតូចហ៎ មើលចៅតាំងពីលេងបៅមកខួបហ្មង បាទខួប មកខួបហ្មង អញ្ចឹងមកខួបហ្នឹងម៉ាក់ប៉ាអូនហ្នឹងចែកផ្លូវគ្នាហើយ ចាចា អញ្ចឹងបន្ទប់បងថ្ងៃហ្នឹងគឺចៅនៅជាមួយយាយ នៅជាមួយយាយ ហើយដល់ពេលឃើញវីដេអូទស្សនភាពគេវាយចៅហ្នឹងតើក្នុងនាមលោកយាយជាយាយបកើហ្នឹងតើមានអារម្មណ៍គ្រប់គ្រងបែបណាដែរលោកយាយ អាណិតចៅហ្មងចៅមិនដែលដើរខលខូចអីទេតែបើឃើញគេវាយយំហ្មងណាត់ចៅ ឃើញវីដេអូយំយក យំហ្មងយំយកហ្មងតណាត់ចៅកំព្រាមកនៅជាមួយយាយតាំងតូចមួយតាឥឡូវតាស្លាប់ចោលនៅមួយយាយខំទិញតកូនទិញបន្លែទិញអីយកទៅដើរលក់តាមផ្ទះកូនខ្ញុំកំសត់ណាស់នៅជាមួយឥឡូវតាស្លាប់ចោលហើយនៅជាមួយយាយចិញ្ចឹមរាល់ថ្ងៃយាយឲ្យ20000ទៅធ្វើការ20000ទៅធ្វើការហើយទៅធ្វើការបានលុយមកឲ្យយាយក៏បានទៅមិនបានក៏ឲ្យទៅឲ្យតែបានចាយបានអីវាយផងវាទៅចិញ្ចឹមវាបានរៀនសូត្រចេះដឹងហើយខ្ញុំមានក្តាស់ក្រីក្រដែរចាកូនគេបងគាត់ជួយប្រឹងផ្ដាល់ឲ្យយកយុទ្ធធម៌ឲ្យខ្ញុំផងចាខ្ញុំក្រីក្រណាស់ខ្ញុំរកស៊ីខ្ញុំក្រីក្រណាស់ខ្ញុំចិញ្ចឹមចៅហើយចៅគេវាយធ្វើបានអញ្ចឹងខ្ញុំរកអីព្រីមិនបានខ្ញុំដល់ណាត់ចៅហ្មង ចុះការពីយប់មិញពេលដែលអូនដល់ស្រ័យសងសំណងចំនួន50000ហ្នឹងយាយអត់ដឹងទេ អត់ដឹងទេខ្ញុំមកអត់ទាន់គេទេទៅដែរខ្ញុំមកអត់ទាន់ថាយាយខ្ញុំយកលុយគេ50000ទៅយាយទៅផ្ទះទៅអញ្ចឹង បាទប្រិយមិត្តទស្សជនជាទីគោរពអាប្អូននេះត្រូវបានសងសំណងបាទកូនខ្លាវាយហើយសងសំណង50000ដើម្បីបញ្ចប់រឿងក៏ប៉ុន្តែបាទក្នុងស្ថានភាពអាអូនដែលវីដេអូដែលបោកក្បាលហ្នឹងគឺបើនិយាយរួមទៅគ្នាបាទសតិអារម្មណ៍គឺអត់ទាន់ស្រួលប្រហែលទេព្រោះត្រូវគេវាយបាទចំក្បាលអញ្ចឹងស្នើសុំបាទទៅដល់អាយដាមជុនរិនស្រាវជ្រាវដើម្បីរកអ្នកនៅពីក្រោយអាកូនខ្លាហ្នឹងព្រោះអាកូនខ្លាហ្នឹងបាទបើតាមមើលចរិតរឹកពៀហ្នឹងគឺឆ្លើយបងប្អូនយើងបាទឆ្លើយសូម្បីតែការវាយវាយហ្នឹងគឺដូចតែមានតែឯងហ្មងបងប្អូនយើងមិនដឹងថាមេវាមួយណាមេវាបដកត់មួយណាទេបាទសូមឲ្យអាយដាមជុនរិនបើកការស្រាវជ្រាវដើម្បីរកអាអ្នកដែលនៅក្រោយខ្នងវាបាទអរគុណប្រិយមិត្តខំចំណាយពេលតាមដានទស្សនាខ្ញុំបាទចង់ពោះសូមគោរពលា